បងប្អូនដឹងស្រាប់ហើយថាកាលពីថ្ងៃទី28ហើយនិង29ប្រទេសមីយ៉ាន់ម៉ាគឺរងគ្រោះជាងគេពីការគ្រោះថ្នាក់រញ្ជួយដីកម្រិតខ្ពស់ដល់ទៅ7.7 Richter ហើយប្រទេសថៃក៏រងគ្រោះដោយសាររញ្ជួយដីនឹងដែរមានប៉ះពាល់ដល់ពលកររបស់ខ្មែរយើងដែលធ្វើការនៅទីនោះផងហើយមានស្លាប់មានរបួសច្រើនអ្នកបើមីយ៉ាន់ម៉ាគឺរងគ្រោះធ្ងន់ធ្ងរជាងគេតែម្ដងអញ្ចឹងសង្ឃឹមថាបងប្អូនឆ្លងផុតពីបញ្ហានេះទាំងអស់គ្នាទោះបីជាថៃឬក៏មីយ៉ាន់ម៉ាប្រសាសន៍ដទៃក៏ដោយតែយើងកើតមកជាមនុស្សដូចគ្នាត្រូវតែចូលរួមសោកស្ដាយហើយចូលរួមរំលែកទុក្ខសម្រាប់ក្រុមគ្រួសារដែលសមាជិករបស់ខ្លួនបានបាត់បង់ជីវិតបងប្អូននឹងស្រាប់ហើយប្រទេសមីយ៉ាន់ម៉ាជាមួយខ្មែរយើងអត់មានបញ្ហាអីទេប៉ុន្តែរវាងប្រទេសថៃហើយនិងកម្ពុជារបស់យើងដូចជាមានបញ្ហាចម្រូងចម្រាសគ្នាខ្លះហើយខ្មែរយើងមួយចំនួនហ្នឹងពួកគេខំចូលរួមរំលែកទុក្ខហើយខំផ្ញើសារលើកទឹកចិត្តតាម comment Facebook ផង TikTok ផងបែរជាប្រទេសថៃគេសើចចំអកថាអ្នកស្លាប់ហ្នឹងមានតែប្រជាជនខ្មែរទៅវិញអញ្ចឹងយើងមិនដឹងថាម៉េចទេហើយយើងខំរំលែកទុក្ខគេបែរជាគេសើចចំអកមកវិញ